បើសិនជាយើងជាមនុស្សល្អហើយជួយអ្នកដទៃដោយពិតប្រាកដចេញពីចិត្តណាគឺជួយឲ្យអស់ពីចិត្តទៅហើយបើមិនចូលចិត្តឬក៏មិនពេញចិត្តដោយសារកត្តាណាមួយឬក៏បញ្ហាអីមួយនោះនិយាយគ្នាហើយបើសិនជាសម្រួលបានទេក៏មិនចាំបាច់និយាយទៀតដែរជប់ដំណឹងទៅហើយបន្ទាប់ពីផុតរឿងហ្នឹងហើយក៏មិនចាំបាច់យកទៅប្រាប់អ្នកនេះអ្នកនោះដែរឬក៏អាហ្នឹងវាជាសុខុមាលភាពដែលអ្នកផ្ដល់ឲ្យខ្លួនឯងបើវាអញ្ចឹងពិតមែនចង់គិតធ្វើវាបន្តទៀតក៏ធ្វើទៅប៉ុន្តែការដែលធ្វើបែបហ្នឹងចេញទៅมันបានបញ្ជាក់ថាយើងជាមនុស្សល្អនោះទេវាជៀសវាងមិនការមានកំហុសទៅជារឿយៗទេហើយរឿងខ្លះក៏វាមានជាហេតុផលចៃដន្យអីចឹងទៅអញ្ចឹងយើងមកអត់ឃើញទេហើយកុំទៅ serious ជាមួយអាហ្នឹងពេកឬក៏មកពីយើងទៅនេមាត់ពេកអត់មានអីនិយាយអញ្ចឹងបើសិនជានិយាយទៅមិនថាបែបមិនក៏ដោយក៏ពិតវាទៅតាមចរិតរបស់មនុស្សម្នាក់ទេទៅតាមចរិតរបស់បុគ្គលម្នាក់ហ្នឹងតែកុំភ្លេចថាយើងធ្លាប់គិតអត់ថាយើងក៏មានចំណែកខុសដែរឬក៏យើងមានផ្នែកណាមួយដែលជាផ្នែកខុសដែរចុះវានឹងល្អអត់បើសិនជាខ្លួនយើងនឹងជាអ្នកដែលទៅចូលរួមដើម្បីជួយនៅផ្នែកហ្នឹងឲ្យល្អប្រសើរឡើងវិញបានវានឹងល្អកម្រិតណាជំនួសឲ្យការដែលយើងទៅប្រប៉ោយនិយាយបន្ថែមនេះអញ្ចឹងអាហ្នឹងខ្ញុំគិតថាខ្ញុំអត់ធ្មត់មកច្រើនពេលមិនចង់និយាយទេប៉ុន្តែចែករំលែកវាទៅហើយខ្ញុំអត់បញ្ជាក់ថាជាហេតុផលជារឿងអីទេប៉ុន្តែវាអាចនឹងទូលំទូលាយអញ្ចឹងណាអញ្ចឹងយកទៅគិតទៅវានិយាយទៅវាមានតាមផ្នែកផ្សេងជាច្រើនមកដែរហើយមកទល់នឹងពេលនេះមានកិច្ចការមួយចំនួនហ្នឹងខ្ញុំក៏ skip ខ្លួនឯងអត់ទៅជួយបន្តទៀតដែរអញ្ចឹងទៅហើយក៏មិនទៅនិយាយអីបែបនេះបែបនោះអីដែរប៉ុន្តែដោយចឹងនិយាយថាមនុស្សយើងមានចិត្តណាយើងមានចិត្តយើងមានអារម្មណ៍យើងមានបេះដូងដល់ពេលវាមានហេតុផលដែលទាំងគេមើលមកឬក៏មិនមែនគេមើលមកអីប៉ុន្តែយើងគេថាមកជួបស្ថានភាពពិតជាក់ស្ដែងហើយយើងមិនដឹងទៅឲ្យហេតុផលឬក៏ទៅនិយាយជាមួយនឹងបុគ្គលអញ្ចឹងបែបម៉េចវាកន្លងមកហ្នឹងវាក៏ជាចម្លើយហើយក៏ជាជំរើសសម្រាប់ខ្ញុំខ្លួនឯងហ្នឹងមានតែយ៉ាងហ្នឹងស្គាល់ឯងដែរចេញប៉ិនចង់គិតបែបខ្ញុំគិតទៅវាគ្រាន់ថាសម្រាប់ខ្ញុំចំពោះខ្ញុំផ្ទាល់អ្វីដែលជួយហើយហ្នឹងគឺយើងជួយទៅអស់ហើយអស់តែថាជួយពេញទំហឹងហើយទោះបីជាតម្លៃដែលតបស្នងមកវិញឬក៏អីនៅក្នុងរូបភាពបែបម៉េចក៏ខ្ញុំមិនទៅ serious ឬក៏កង្វល់អីដែរព្រោះយើងបានដាក់ចិត្តថាជួយឬក៏អីហើយអញ្ចឹងណាមិនថាមានបញ្ហាអីក៏ដោយអញ្ចឹងពេលដែលវាកើតឡើងថាបើសិនជាធំមិនបានទេក៏ជប់តំណឹងហ្មងហើយបន្តពេលនេះទោះបីបែបម៉េចក៏ដោយខ្ញុំព្យាយាមរកវិធីជួយផ្សេងអីចឹងទៅជំនួសឲ្យការដែលត្រូវទៅមិនចង់លើកជារឿងដែល drama សម្រាប់មនុស្សទូទៅអីតែគ្រាន់ថាខ្ញុំនិយាយនេះគឺប្រយោលណាប្រយោលទៅមិនដឹងថាប៉ះអ្នកណាខ្លះប៉ុន្តែចែករំលែកចេញពីផ្នែកជាផានជាចំណែករបស់ខ្ញុំទៅផ្ទាល់តែម្ដងអ្វីដែលខ្ញុំអធិប្បាយដំបូងនោះផ្ញើជូនចំពោះបុគ្គលដែលគាត់បានធ្វើរឿងហ្នឹងហើយខ្ញុំដោយសារតែខ្ញុំមើលឃើញរឿងហ្នឹងខ្លួនឯងអញ្ចឹងទៅបានខ្ញុំតែនិយាយប្រាប់ខ្លួនឯងថាមិនថាមានរឿងអីក៏ដោយជំនួសឲ្យការដែលយើងត្រូវយករឿងហ្នឹងទៅនិយាយបន្តឬក៏អាចនិយាយថានិយាយដើមគេនិយាយដើមគេឬក៏ទៅចែករឿងជីវិតរបស់អ្នកដទៃ1 2 3 4ដែលជាកំហុសរបស់គេត្រឡប់មកមើលខ្លួនឯងសិនមកគិតខ្លួនឯងសិនថាយើងធ្លាប់
មានកំហុសនឹងអត់យើងធ្លាប់បែបអញ្ចឹងអត់ទោះបីជាវាជាសាច់រឿងដែលមិនគេហៅថាមិនចាស់វាមិនជានេះទេក៏តែគាត់ថាស្ថានភាពហ្នឹងវាដូចគ្នាបានន័យថា topic នឹងដូចគ្នាប៉ុន្តែឧទាហរណ៍ប៉ុន្តែអ្វីដែលជួបផ្សេងទៅតាមមនុស្សម្នាក់ៗហ្នឹងវាផ្សេងគ្នាសាច់រឿងវាផ្សេងគ្នាអញ្ចឹងដោយសារតែយើងអត់ perfect ទេអ្នកណាក៏អាចមានកំហុសអ្នកណាក៏មានកំហុសឲ្យត្រូវកែម្ដងមិនបានកែលើកទី2កែលើកទី2មិនបានទី3ទី3មិនបានទី4មិនបានឡើងរហូតដល់ថ្ងៃដែលកែបានចេះថាវាមិនអាចកែប្រែមនុស្សម្នាក់ត្រឹមតែមួយលើកពីរលើកឬក៏3លើកបានណាបើសិនជាបុគ្គលដែលគេមានទម្លាប់ដែលមានចិត្តគំនិតដែលរឹងមាំរឹងប៉ឹងហើយ yes ម្ដងពីរដងវា take it easy ហីពីពិតជាងាយស្រួលប៉ុន្តែចុះបើសិនជាបុគ្គលម្នាក់ហ្នឹងមិនមានអីដែលបែបអញ្ចឹងសួរថាគាត់អត់ចង់ផ្លាស់ប្ដូរឲ្យល្អទេអត់ទេអត់មានអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងនៅក្នុងរូបភាពដែលអត់ល្អនោះទេគឺគ្រប់គ្នាសុទ្ធតែចង់ឲ្យល្អហ្នឹងប៉ុន្តែវាពិតជាពិបាកវាត្រូវការទៀមទានៅការអត់ធ្មត់ហើយលុតដំហ្វឹកហាត់ខ្លាំងមែនទែនអញ្ចឹងព្យាយាមយល់ចំណុចហ្នឹងនៅផ្នែកបុគ្គលមកខាងទៀតណាពេលដែលយើងយល់នៅផ្នែកហ្នឹងហើយអ្វីដែលយើងនិយាយគ្នាអ្វីដែលយើងទៅជែកគ្នាហ្នឹងក៏វាជាប្រយោជន៍ច្រើនសម្រាប់មនុស្សដែរសម្រាប់អ្នកដែលនៅជុំវិញខ្លួនយើងដែរអញ្ចឹងណាអញ្ចឹងចែកលេខនេះដើម្បីឲ្យកុំឲ្យវាស្មុកពេកមែនណាកុំឲ្យរឿងទូចហ្នឹងវាចាប់ផ្ដើមផ្គប់ចូលគ្នាហើយវាបង្កគ្រោះថ្នាក់ដល់យើងពេលក្រោយអញ្ចឹងណាជីវិត